សួស្តីអ្នកទាំងអស់គ្នាព្រឹកនេះខ្ញុំនឹងប្អូនបានមកដល់អាងស្តុកទឹកវារីអគ្គិសនីដងណៃ5ប៉ុន្មានថ្ងៃនេះមានភ្លៀងដើមរដូវខ្លះហើយមេឃកំពុងតែរកកចង់ភ្លៀងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនឹងមានភ្លៀងធ្លាក់ខ្លាំងជាធម្មតាពេលភ្លៀងដើមឆ្នាំបែបនេះត្រីច្រើនណាស់ថ្ងៃនេះខ្ញុំបានយកសំណាញ់មួយបាវមកតាមទូកដើម្បីទៅដាក់សំណាញ់នៅក្បែរទំនប់វារីអគ្គិសនីដងណៃ5លើកនេះមិនមែនទៅប្រមាញ់ត្រីយ៉ាអីទេគ្រាន់តែទៅដាក់សំណាញ់ធម្មតាបើបានត្រីធំក៏ល្អបើមិនបានទេបានត្រីតូចក៏ថតជូនអ្នកទាំងអស់គ្នាទស្សនាដែរពីទីនេះទៅដល់ជើងទំនប់ត្រូវជិះទូកប្រហែល30ទៅ40នាទីព្រោះវាឆ្ងាយដែរពួកយើងជិះទូកអស់រយៈពេលជាង40នាទីហើយឥឡូវជិតដល់ទំនប់វារីអគ្គិសនីដងណៃ5ហើយនៅសល់ប្រហែល1គីឡូម៉ែត្រទៀតប៉ុន្តែយើងឈប់នៅទីនេះសិនព្រោះមានកន្លែងរាបស្មើអាចបោះជំរំបានពួកយើងធ្លាប់មកទីនេះ2-3ដងហើយកន្លែងនេះស្អាតណាស់ឥឡូវរៀបចំអីវ៉ាន់ចុះសិនមេឃរកក៏ចង់ភ្លៀងហើយត្រូវតែចងតង់ការពារកុំឲ្យទឹកយប់នេះពួកយើងនឹងគេងនៅទីនេះលើកនេះយើងប្រើទូកពីរព្រោះសំណាញ់ច្រើនពេកថ្ងៃនេះយើងទិញសំណាញ់រហូតដល់10ភ្នែកយប់នេះបើមានភ្លៀងពួកយើងនៅទីនេះគឺសុវត្ថិភាពហើយឥឡូវទៅដាក់សំណាញ់សំណាញ់នេះមានទំហំ12សង់ទីម៉ែត្រសម្រាប់ដាក់ត្រីកន្ធរប្រវែង100ម៉ែត្រនិងជម្រៅ5ម៉ែត្រក៏មានសំណាញ់10សង់ទីម៉ែត្រជម្រៅ5 1ម៉ែត្រដែរឥឡូវលើកដាក់លើទូកខ្ញុំថៃនឹងទួននឹងទៅដាក់សំណាញ់ចំណែកយ៉ាងនៅចាំដាំបាយនិងរៀបចំកន្លែងសិនសំណាញ់10ភ្នែកនេះប្រហែលជាដល់ល្ងាចទើបដាក់រួចពួកយើងទាំង3នាក់ទៅហើយត្រូវទៅជិតទំនប់វារីអគ្គិសនីព្រោះនៅទីនោះស្រួលដាក់ជាងកាលពី10ឆ្នាំមុនទីនេះជាព្រៃភ្នំប៉ុន្តែក្រោយពេលសាងសង់ទំនប់ទឹកក៏បានលេចក្លាយជាបឹងបែបនេះវ៉ាវបឹងធំមែនទែននៅខាងលើនោះមានដើមឈើមួយឥឡូវនេះមីនឹងដាក់សំណាញ់ពីដើមឈើនេះទៅដើមឈើមួយទៀតដាក់សំណាញ់នៅទីនេះយើងដាក់តែសំណាញ់បណ្ដែតទេបើដាក់សំណាញ់ពន្លិចវានឹងជំពាក់ដើមឈើអស់មិនអាចចាប់ត្រីបានឡើយមីមិនដែលដាក់សំណាញ់ប្រភេទនេះពីមុនមកទេកាលពីមុនសេងធ្លាប់ដាក់សំណាញ់ប្រវែង3ម៉ែត្រតែមិនដែលដាក់សំណាញ់វែងដល់ទៅ6ម៉ែត្របែបនេះទេ6ម៉ែត្រគឺវែងជាងខ្លួនមនុស្សយើងទៅទៀតអូតិចដែរឲ្យតិចដែរ
បើវាជំពាក់តែបន្តិចគឺចប់ហើយតិចលេចាំបងបោះវាចូលក្នុងទឹកសិនតោះអ៊ំទៅដើម្បីឲ្យវាលាតចេញអានឹងរៀងពិបាកបន្តិចហើយអ្នកទាំងអស់គ្នាជំពាក់អស់ហើយទេឲ្យពួកយើងដាក់តាំងពីព្រឹកមកប្រហែលជាតាំងពីម៉ោង10ថ្ងៃត្រង់តែឥឡូវប្រហែលជាម៉ោងជាង4រសៀលហើយនោះព្រះអាទិត្យជិតលិចបាត់ហើយដាក់បានតែ4សំណាញ់ប៉ុណ្ណោះនេះគឺជាសំណាញ់ដែលជំពាក់គ្នានេះយកមក10សំណាញ់តែដាក់បានតែ4សំណាញ់ជំពាក់អស់4សំណាញ់ទៀតចំណែក2សំណាញ់ទៀតដាក់លេងកើតតែម្ដងស្ថានភាពឥឡូវប្រហែលជាតោះត្រឡប់ទៅវិញទៅក្មេងបាត់ទៅខ្ទមវិញមានយកសន្ទូចម៉ាស៊ីនមកដែរសែងនឹងក្មេងនឹងទៅស្ទូចត្រីខ្លះទុកធ្វើម្ហូបល្ងាចព្រោះសំណាញ់នេះដាក់ទៅតតែព្រឹកស្អែកទៅជាប់ត្រីបើសំណាងព្រឹកស្អែកទៅជាប់ឬក៏មួយពីរថ្ងៃទៀតក៏មានអីចឹងល្ងាចនេះគ្មានអ្វីហូបទេហើយយប់នេះនៅមានភារកិច្ចត្រូវស្រាយសំណាញ់ទាំងនេះទៀតវាជំពាក់ខ្លាំងណាស់ព្រោះសំណាញ់នេះមាន3ជាន់នេះវាចូលទៅជាន់នោះថែមទាំងមានសំទាបអង្គុយលើទូកមិនអាចស្រាយចេញឡើយតោះទៅខ្ទមវិញយកទូកយកសន្ទូចសែងនឹងក្មេងទៅស្ទូចត្រីរកត្រីខ្លះហូបល្ងាចបើមិនអីចឹងទេល្ងាចនេះគ្មានអ្វីហូបឡើយនៅខាងក្រៅនោះអ្នកទាំងអស់គ្នានៅខាងក្នុងនេះមានព្រៃតូចមួយកន្លែងនេះសម្បូរត្រីតូចណាស់ល្ងាចនេះនឹងទៅស្ទូចត្រីតូចដោយប្រើនុយចង្រិតបោះសន្ទូចមួយនៅទីនេះស្ទូចតែត្រីតូចបានហើយស្ទូចត្រីក្រាញ់ឬត្រីស្លាត់អីនឹងអ្នកទាំងអស់គ្នាដាក់នុយនៅខាងនោះទៅបើនិយាយពីស្ទូចត្រីធំវិញគឺពិបាកណាស់បោះសន្ទូចទាំង4រួចហើយអ្នកទាំងអស់គ្នាស្រាប់តែមានពស់វេកនាមមួយនោះអ្នកទាំងអស់គ្នាឃើញវាហើយទេពស់វេកនាមណាប្រហែលជា1គីឡូឃើញទេអ្នកទាំងអស់គ្នាពស់វេកនាមធំអូប្រហែលជា2គីឡូផងដឹងធំមែនទែនឃើញទេអ្នកទាំងអស់គ្នាហេដេញវាឲ្យទៅកន្លែងផ្សេងគេថាដើរព្រៃជួបពស់គឺហេងណាស់អ្នកទាំងអស់គ្នាមិនដឹងថាយប់នេះពួកយើងហេងឬអត់ទេក្បាលវាធំមែនទែនមែនទេបាទនេះវាចូលទៅទីនោះហើយមើលវាឲ្យជាប់ណាប្រយ័ត្នវាហែមកឡើងលើទូកយើងធំមែនទែនវាមិនខ្លាចសែងនឹងក្មេងឡើយត្រីស៊ីហើយទាញអូធ្ងន់ណាស់ហូបជំពាក់ដើមឈើឬក៏ជាស្អីបានជាធ្ងន់ម្ល៉េះជំពាក់ដើមឈើបាត់ហើយមិនដឹងជាត្រីស្អីទេបានជាវាទាញឡើងកងចុងសន្ទូចអស់ហើយតែធ្ងន់ណាស់អ្នកទាំងអស់គ្នាព្រះឲ្យត្រីខ្លាំងទៅតែឈប់បើដោះកាលពីម្សិលមិញសោះព្រះឲ្យត្រីខ្លាំងនេះវាទាញឡើងសែងស្មានតែប៉ុន្មានគីឡូអ្នកទាំងអស់គ្នាវានៅយំអត់ទៀតផងវាជេរយើងហើយសូមទោសអ្នកទាំងអស់គ្នាណាយកវាដាក់ក្នុងទ្រុងសិនតាមពិតត្រីនេះត្រូវលេងវិញតែមើលទៅបើលេងឥឡូវនេះយប់នេះសែងនឹងក្មេងច្បាស់ជាដាច់ពោះហើយអូកងចុងសន្ទូចហើយផ្លែសន្ទូចតូចមួយសោះមិនដឹងត្រីស្អីស៊ីទេបានជាវាអូមិនក៏វាបំរាស់ខ្លាំងម្ល៉េះត្រីខ្លាំងនេះស៊ីនុយហើយបំរាស់ខ្លាំងមែនទេអ្នកទាំងអស់គ្នាអូអស់ចាមែនកាន់ឲ្យបងបន្តិចមើលចាំបងពិនិត្យមើលបន្តិចវាចូលទៅក្នុងរន្ធត្រីខ្លាំងដូចបាតដៃអញ្ចឹងសែងស្មានតែត្រីធំប៉ុន្តែវាជាប់នឹងថ្មនេះវានៅតែជាប់ក្នុងមាត់វាណាអ្នកទាំងអស់គ្នាបានត្រីខ្លាំងមួយទៀតហើយយេនៅក្នុងព្រៃមេឃងឹតលឿនណាស់អ្នកទាំងអស់គ្នាទើបតែ5នាទីមុនខ្ញុំទាញត្រីខ្លាំងឡើងហើយបដូរនុយហើយឥឡូវនេះមេឃងឹតឈឹងតែម្ដង
ប៉ុន្តែសំណាងល្អដែលយប់នេះនៅក្នុងព្រៃមានព្រះច័ន្ទហើយព្រះច័ន្ទភ្លឺខ្លាំងណាស់ភ្លឺខ្លាំងមែនទែនអ្នកទាំងអស់គ្នាបន្តិចទៀតមេឃងឹតទៅមិនបាច់បើកភ្លើងក៏មើលឃើញផ្លូវដែរសេងនឹងដេស្ទូចប្រហែលជា1ម៉ោងហើយមែនទេលេប្រុសបាត់គឺបាននៅទីនេះត្រីខ្លាំងតូច3ក្បាលជាមួយត្រីស្លាតនិងត្រីឆ្ពិនប្រហែលជាបានជាង2គីឡូចាក់វាចេញចាក់ចូលក្នុងខ្ទះដើម្បីធ្វើវាត្រីនេះឆ្អឹងច្រើនណាស់ណាឥឡូវវ៉ែនបំពង់ឲ្យស្រួយណាវ៉ែនប្រុសបាត់ក៏ច្រើនដែរអ្នកទាំងអស់គ្នានេះអ្នកទាំងអស់គ្នាពេញមួយខ្ទះតែម្ដងត្រីវាមិនធំទេមួយក្បាលប្រហែលប៉ុន្មានខាំប៉ុណ្ណោះប៉ុន្តែល្មមសម្រាប់ពួកខ្ញុំធ្វើម្ហូបពេលល្ងាចឥឡូវវ៉ែនធ្វើវាទៅវ៉ែនបើខ្ទះខ្លាញ់ឥឡូវដាក់ចូលដើម្បីបំពង់ឲ្យស្រួយត្រីស្លាតនេះមួយគឺធ្វើប្រហិតពីរគឺបំពង់ឲ្យស្រួយក្រៅពីនឹងមិនដឹងធ្វើម្ហូបអីផ្សេងទេអ្នកអើយឆ្អឹងច្រើនណាស់អាមួយនេះបើធ្វើប្រហិតគឺឆ្ងាញ់ប៉ុន្តែថ្ងៃនេះយឺតពេលហើយធ្វើប្រហិតមិនតាន់ទេតោះចែកជា2លើកទៅមិនអស់តែម្ដងទេអីវ៉ែនត្រីស្លាត5ក្បាលនេះជិត1គីឡូអីប្រុសបាត់វាធំត្រីបំពងរួចហើយការពេលមកបានទិញទ្រពវែងបន្តិចបំរុងនឹងអាំងប៉ុន្តែមិនអីទេអាំងមិនទាន់ក៏ញ៉ាំឆៅតែម្ដងទៅធ្វើទឹកត្រីខ្ទឹមទេសបន្តិចជាមួយបាយតោះដល់ពេលញ៉ាំបាយហើយណែអង្គុយខិតមកនេះឈួនអង្គុយខិតឡើងមកលើនេះឈួនដែលខិតចូលមកតោះយប់នេះមានអីញ៉ាំនឹងណាអ្នកទាំងអស់គ្នាស្អែកមិនដឹងថាជាប់មកបានត្រីអត់ទេបើមានត្រីស្អែកធ្វើស៊ុបព្រោះសែងមានទិញគ្រឿងធ្វើស៊ុបដែរប៉ុន្តែអានឹងស្រេចលើសំណាងទេមិនទាន់ដឹងដែរដាក់មកគឺគ្រាន់តែដាក់ចោលអញ្ចឹងឯងញ៉ាំបាយទៅបាន2វគ្គហើយញ៉ាំបាយបានហើយឃ្លានហើយមិនចាំទៀតទេញ៉ាំបាយទៅអញ្ជើញអ្នកទាំងអស់គ្នាណាញ៉ាំទ្របជ្រលក់ទឹកត្រីឆ្ងាញ់ញ៉ាំត្រីខ្លាំងនេះញ៉ាំនឹងមកហងបានត្រីខ្លាំងប៉ុន្មានក្បាលនេះល្មមញ៉ាំអត់អស់ចាឆ្ងាញ់អត់ឆ្ងាញ់ឃើញអត់ខិតចូលមកប្អូនខិតចូលមកឲ្យពួកវាអង្គុយនេះអ្នកទាំងអស់គ្នាត្រីខ្លាំងនេះយប់មិញសែងនឹងក្មេងញ៉ាំបាយល្ងាចរួចក៏ចូលក្នុងខ្ទមចងអង្រឹងដេកឥឡូវមេឃក៏ភ្លឺហើយព្រឹកនេះប្រាប់វ៉ែនឲ្យយកទូកអូសមកខាងនេះរួចហើយពួកខ្ញុំនឹងជិះទូកចុះទៅខាងក្រោមនោះដើម្បីទៅមើលមកម្សិលមិញក៏បានដាក់មកបានប៉ុន្មានដីសង្ឃឹមថាព្រឹកនេះនឹងបានអ្វីម្យ៉ាងព្រឹកនេះទឹកស្រកទៅច្រើនណាស់យប់មិញទឹកឡើងដល់លើនេះណែតែលើវាស្រកចុះទៅដល់ខាងក្រោមដោយសារតែទំនប់វារីអគ្គិសនីគេបង្ហូរទឹកអ្នកទាំងអស់គ្នាគឺទឹកនៅខាងលើវាស្រកអុំទូកមកទីនេះទៅមើលមកតែម្ដងទៅវ៉ែនឲ្យឥឡូវទើបតែម៉ោង5កន្លះព្រឹកទេប៉ុន្តែមេឃភ្លឺចេះតែម្ដងអ្នកទាំងអស់គ្នានេះគឺជាមកដែលម្សិលមិញសែងដាក់មើលអុំកន្ទុយថយក្រោយវិញលែឲ្យប្រុសបាទអូជាប់ត្រីឆ្ពិនអូមិនមែនទេត្រីក្អែកជាប់បានត្រីក្អែក2អូត្រីក្អែក3ក្បាលតែម្ដងអូអាមួយនេះយកធ្វើប្រហិតតិចប្រុសបាទប្រុសដោះត្រីសិនមកនេះគឺជាមកធំណាស់ណាអ្នកទាំងអស់គ្នាមកនេះគឺដល់ទៅ12ហ៊ុនតែត្រីនេះនៅតែជាប់នេះណែប៉ុណ្ណេះក៏វានៅតែជាប់ដែរដាក់ចូលទីនេះអាមួយនេះដាក់ធុងទឹកក៏រួចហើយសង្កត់យកសាច់ធ្វើប្រហិតល្ងាចធ្វើប្រហិតត្រីក្អែកម្រះក៏ឆ្ងាញ់ដល់ទៅ3ក្បាលឯណោះលេចាំបន្តិច
អ៊ំថយក្រោយបន្តិចអ៊ំថយក្រោយឲ្យខ្លាំងបន្តិចទៅកុំឲ្យវាទាក់ត្រីកាហាយនិងត្រីរស់សុទ្ធតែឆ្ងាញ់ត្រីកាហាយធំមែនទេត្រីកាហាយធំមែនបាន3ក្បាលហើយចាំបន្តិចថយក្រោយបន្តិចទៅឲ្យវាខ្លាំងបន្តិចកុំឲ្យវាជំពាក់នេះត្រីកាហាយយឺតថយឡានទៅត្រីជប់សំណាញ់តែសំណាញ់រហែកអស់ហើយអ្នកទាំងអស់គ្នាឃើញទេប្រហែលជាត្រូវហែកសំណាញ់ខ្លះហើយនេះត្រីកាហាយត្រីទេអ្នកទាំងអស់គ្នាតោះថយក្រោយទៅថៃដើម្បីដោះសំណាញ់ហូយឺថៃត្រីនេះនៅបឹងវីរិយអគ្គិសនីគេហៅថាត្រីកាហាយមិនមែនត្រីស្រវឹងទេត្រីនេះនៅទីនេះគេទិញក្នុងតម្លៃដូចត្រីខ្លាំងដែរណែក្បាលនេះតូចណាស់ក្បាលនេះប្រហែល1គីឡូជាងអ្នកទាំងអស់គ្នាតែវាស្អាតណាស់មែនទេណែវាមានពណ៌បែបនេះដាក់ទៅក្រោយដែរទៅថយក្រោយទៅថៃបានហើយយ៉ាងហូរជាប់តែបន្តិចទេហូរក្បាលនេះក៏គ្រាន់បើដែរណែអ្នកទាំងអស់គ្នាបឹងវីរិយអគ្គិសនីនេះសាំងមកទីនេះសំខាន់គឺមកដាក់សំណាញ់ត្រីកាប់ចូលចិត្តណាស់ត្រីកាប់ពីធំបែបនេះក្បាលនេះប្រហែលជាង1គីឡូពេញចិត្តទេណែជាង1គីឡូអ្នកទាំងអស់គ្នាធ្ងន់ណាស់សាំងអត់មានចិញ្ចៀងទេអញ្ចឹងមិនដឹងថាវាប៉ុន្មានទេតែវាធ្ងន់ខ្លាំងណាស់រួចហើយដាក់ចូលទីនេះទៅអូធំជាងក្បាលនេះទៀតប្រហែល2គីឡូបានហើយតោះទៅថៃដាក់សំណាញ់រួចរាល់ហើយព្រឹកនេះហើយក៏ត្រឡប់មកដល់ខ្ទមវិញហើយអ្នកទាំងអស់គ្នាផលដែលទទួលបានព្រឹកនេះគឺមានត្រីកាហាយតូចនិងត្រីកំភ្លៀងមួយចំនួនប្រហែលជាបាន3គីឡូហើយនៅទីនេះបានត្រីពីរទៀតគ្រាន់បើដែរមកទីនេះយ៉ាង2អ្នកនេះគ្រាន់បើណាស់ត្រីសេះប្រភេទមួយក្បាលនេះជាង1គីឡូលេងវាចុះទៅឲ្យវារស់ហើយនៅទីនេះមានត្រីកាពីមួយក្បាលទៀតនេះត្រីកាពីនេះសាំងមិនដឹងប៉ុន្មានទេតែសាំងស្មានថាធ្ងន់ណាស់ធំមែនទេអ្នកទាំងអស់គ្នាត្រីនេះនៅតាមដងទន្លេដងណៃបងប្អូនហៅថាត្រីស្រវឹងឬនៅក្នុងព្រៃគេហៅថាត្រីស្រវឹងពីព្រោះត្រីនេះពេលវានៅក្នុងព្រៃវាស៊ីគ្រាប់ស្លែងហើយពេលយើងញ៉ាំសាច់វាទៅនឹងពុលហើយស្រវឹងវិលមុខចង់ក្អួតតែសាងងឺថាអ្នកស្រុកនៅទីនេះគេនៅតែញ៉ាំវាដែរនៅវីរិយអគ្គិសនីទី5នេះគេហៅត្រីនេះថាត្រីកាហាយកន្ទុយវាបែបនេះនឹងហើយវាមានពណ៌ខៀវបែបនេះគេហៅថាភ្នែកខៀវឬយ៉ាងម៉េចនឹងឬក៏ត្រីកាហាយអីចឹងត្រីនេះសាច់វាឆ្ងាញ់ណាស់ហើយមិនស្រវឹងទេនៅទីនេះគឺមិនស្រវឹងទេអីចឹងឥឡូវប្រហែលជាឲ្យយ៉ាងធ្វើត្រីនេះសាកមើលដើម្បីញ៉ាំពេលព្រឹកណាថៃនឹងយ៉ាងអ្នកស្រុកថាវាមិនស្រវឹងទេអីចឹងពួកយើងនឹងសាកញ៉ាំត្រីនេះមើលណាអ្នកទាំងអស់គ្នាតោះគេចេញសាងកំពុងរំងាស់ទឹកពណ៌អ្នកទាំងអស់គ្នាតោះដាក់ត្រីចូលទៅថៃចាក់ចូលទាំងអស់ទៅឆ្នាំងត្រីខ្ពើព្រឹករបស់ពួកយើងរំងាស់ទឹកពណ៌ឲ្យវាមានពណ៌ស្អាតបន្តិចយកគម្របមកកូនអានេះយ៉ាងប្រឡាក់គ្រឿងរួចហើយណានេះតោះគ្រប់គម្របទុកឲ្យវាឆ្អិន
អាកាសធាតុព្រឹកនេះមើលទៅអាប់អ៊ូណាស់អ្នកទាំងអស់គ្នាខ្ញុំនឹងក្មេងទៅតែញ៉ាំបាយរួចបំរុងនឹងអុំទូកទៅដាក់មុងនឹងដាក់សន្ទូចខ្លះប៉ុន្តែមើលមេឃខាងលើចុះអ្នកទាំងអស់គ្នាឥឡូវទៅតែម៉ោង8ព្រឹកទេតែអារម្មណ៍ដូចជាពេលល្ងាចអញ្ចឹងនៅខាងលើនោះមេឃកំពុងភ្លៀងនៅលើភ្នំទាំងពីរនោះភ្លៀងចិត្តមកដល់ទីនេះហើយស្ថានភាពបែបនេះពួកយើងត្រូវចូលក្នុងខ្ទង់ចាំឲ្យរាំងភ្លៀងសិនទើបអាចទៅដាក់មុងបន្តបានឥឡូវប្រហែលជាត្រូវចូលភ្លៀងហើយអ្នកទាំងអស់គ្នាឲ្យព្រោះនៅតំបន់បឹងនេះពេលមេឃភ្លៀងបែបនេះរន្ទះបាញ់ខ្លាំងណាស់រន្ទះបាញ់នៅសងខាងភ្នំនេះឯងភ្លៀងខ្លាំងមើលភ្នំលែងឃើញហើយជាង30នាទីហើយឥឡូវភ្លៀងក៏បានរងដែរដូច្នេះខ្ញុំបួលក្មេងអុំទូកចុះទៅកន្លែងដែលមានសម្រាមអណ្តែតនៅទីនេះអ្នកទាំងអស់គ្នាឃើញមែកឈើអណ្តែតមកទីនេះទេដើម្បីដាក់សន្ទូចខ្សែមួយជួរថ្ងៃនេះមកទីនេះមិនមែនគ្រាន់តែមកដាក់មកទេគឺខ្ញុំបានត្រៀមសន្ទូចមួយជួរផងដែរឥឡូវខ្ញុំនឹងដាក់វាសិនហើយប្រហែលម៉ោង5ល្ងាចយើងនឹងមកដាក់នុយត្រីតូចតោះអុំទៅនេះគឺជាការស្ទូចដោយប្រើនុយត្រីតូចណាអ្នកទាំងអស់គ្នាគឺស្ទូចអណ្តែតលើផ្ទៃទឹកដើម្បីរកត្រីណាដែលស៊ីនុយលើផ្ទៃទឹកត្រីដែលស៊ីនុយលើផ្ទៃទឹកមានច្រើនប្រភេទដូចជាត្រីសេះត្រីស្លាបត្រីឆ្ដោត្រីរ៉ស់ត្រីខ្លាំងនិងត្រីអណ្ដែងជាដើមមិនមែនមានតែត្រីអណ្ដែងទេដែលស៊ីនុយនៅបាតទឹកនោះទាញខ្សែឲ្យត្រង់ទៅគោឈើនោះទៅថៃខ្ញុំទើបតែដាក់សន្ទូចមួយជួររួចចេញពីដើមឈើពណ៌ស្នុះមករហូតមកដល់ទីនេះប្រហែលជាជាង40ផ្លែសន្ទូចប៉ុណ្ណោះមិនដល់100ផ្លែទេនេះគឺជាផ្លែសន្ទូចរបស់ខ្ញុំសម្រាប់ស្ទូចត្រីលើផ្ទៃទឹកផ្លែវាធំបន្តិចនិយាយថាស្ទូចលើផ្ទៃទឹកក៏មិនមែនដែរគឺឲ្យវាលិចចុះក្រោមប្រហែល1ម៉ែត្រពីទីនេះទៅដល់ទីនោះនៅសល់មួយកំណាត់ទៀតប្រហែលជាត្រូវរកកន្លែងផ្សេងចុះហើយឥឡូវទៅដាក់នុយដាក់ឲ្យលឿនបន្តិចមេឃមិនទាន់ងឹតផងដាក់នុយបាត់ព្រោះពេលប្រឡប់បែបនេះត្រីស្លាតនិងត្រីរ៉ស់ចូលចិត្តស៊ីណាស់ចំណែកនេះគឺជានុយសន្ទូចនុយនេះគឺជាកូនត្រីកាបដែលខ្ញុំយកមកពីផ្ទះតាំងពីម្សិលមិញតោះអុំចេញទៅចុងសន្ទូចមកដល់ទីនេះក៏ជួបអូមួយនៅក្នុងអូនេះមានដើមចេកព្រៃច្រើនណាស់អ្នកទាំងអស់គ្នាខ្ញុំបបួលវ៉ាន់ចូលទៅក្នុងនោះដើម្បីរកប្រយងចេកល្ងាចឡើងយកទៅសូជាមួយត្រីទីឡាបយ៉ាអូទឹកអូត្រជាក់ខ្លាំងណាស់មើលចុះមានប្រយងចេកអូមានប្រយងចេកមួយស្អាតណាស់តែត្រូវសត្វស្វាស៊ីបាត់អស់ហើយស្លឹកចេកប៉ុននេះអាចធ្វើជាខ្ទមតូចមួយសម្រាប់ជ្រកភ្លៀងបានម្នាក់ឯងបាទវ៉ាន់ឈរនៅទីនេះស្លឹកត្រាវធំជាងខ្លួនវ៉ាន់ទៅទៀតធំជាងមនុស្ស2ដងមានប្រយងចេកមួយហើយវ៉ាន់នោះឃើញហើយនោះវ៉ាន់អើយវ៉ាន់ឡើងទៅកាប់ទៅឲ្យវាដួលមកខាងនេះចាំមកចាប់យកឃើញទេដើមចេកនេះធំណាស់វាដួលមកលើបំបត្តិហើយអំបញ្ញមិញបើបងឈរនៅទីនោះច្បាស់ជាត្រូវវាសង្កត់បាត់ហើយបាច់ប្រយងចេកអស់ហើយនៅប្រើការបានតើទូអស់ហើយគួរឲ្យស្ដាយណាស់តោះយកមកនេះរកបន្ថែមទៀតចង់ទុកសិនវ៉ាន់ទឹកឡើងខ្ពស់មែនទែនមេឃភ្លៀងតាំងពីព្រលឹមរហូតដល់ឥឡូវតែម្ដងអ្នកទាំងអស់គ្នាខ្ញុំនិងក្មេងចងសន្ទូចរួចក៏លាស់មកខ្លះមិនទាន់បានដាក់មកបន្ថែមផងអ្នកទាំងអស់គ្នាឲ្យឥឡូវមកដល់ខ្ទង់វិញប្រហែលជាម៉ោង5កន្លះជាងហើយអ្នកទាំងអស់គ្នាឃើញអត់នៅខាងក្រោយទេសក់ពីពេញភ្នំតែម្ដង
ភ្លៀងតាំងពីព្រលឹមទល់ល្ងាចយប់តែម្ដងសាហាវមែនយកត្រីនុយដាក់ក្នុងថង់សំណាញ់ទៅថៃខ្ញុំទើបតែជួសជុលសន្ទូចនិងសំណាញ់រួចឥឡូវនេះម៉ោងជាង5កន្លះហើយមើលចុះអាប់ក្រាស់ណាស់ភ្លៀងតាំងពីព្រឹកដល់ល្ងាចតែម្ដងថៃដាក់នុយចូលក្នុងថង់សំណាញ់ទៅយ៉ាងយកកន្ត្រៃមកកាត់ត្រីធ្វើម្ហូបល្ងាចឃ្លានណាស់ពួកយើងខំប្រឹងណាស់ដាក់សន្ទូចបាន150និងសំណាញ់5យប់នេះនឹងទៅមើលសន្ទូចអុំទូកតាំងពីព្រឹកមកត្រីនេះយកទៅធ្វើត្រីបំពងទឹកប៉េងប៉ោះឲ្យក្មេងញ៉ាំវាតូចពេកធ្វើស៊ុបមិនគ្រាន់ទេថែមប្រហិតត្រីទៀតមានត្រីស្លាតខ្លះដែរចាំស្អែកធ្វើប្រហិតត្រីដាក់ស៊ុបថ្ងៃនេះញ៉ាំត្រីបំពងទឹកប៉េងប៉ោះសិនឥឡូវយ៉ាងកំពុងធ្វើត្រីពេលទៅក្មេងដាំបាយរួចរាល់ហើយនៅក្រៅភ្លៀងពេកធ្វើម្ហូបក្នុងខ្ទមវិញយកកញ្ច្រែងមកឲ្យយ៉ាងកុំកាត់ជាកង់អីបំពងទាំងមូលរួចស្រោចទឹកប៉េងប៉ោះពីលើឆ្ងាញ់ណាស់ត្រីបំពងឆ្អិនហើយឥឡូវធ្វើទឹកប៉េងប៉ោះម្ដងបំពងខ្ទឹមសឲ្យឈ្ងុយរួចដាក់ប៉េងប៉ោះចូលទឹកប៉េងប៉ោះឆ្អិនហើយដាក់ត្រីចូលត្រីនេះធំជាងចានទៅទៀតថៃយកវែកមកស្រោចទឹកប៉េងប៉ោះពីលើត្រីនេះធំពេកប្រែមិនរួចទេរួចរាល់ហើយសម្រាប់បាយល្ងាចយប់នេះពិតជាឆ្ងាញ់ណាស់បាយល្ងាចក្នុងព្រៃត្រីបំពងទឹកប៉េងប៉ោះនិងបាយក្តៅញ៉ាំបាយរួចត្រូវទៅមើលសន្ទូចទៀតប្រហែលម៉ោង10យប់ទើបបានសម្រាកធ្វើការតាំងពីព្រឹកទល់យប់ងឹតតោះញ៉ាំបាយយ៉ាងធ្វើម្ហូបឆ្ងាញ់ណាស់លើកដំបូងហើយដែលញ៉ាំមុខម្ហូបនេះបំពងឲ្យស្រួយរួចស្រោចទឹកប៉េងប៉ោះពីលើឆ្ងាញ់ណាស់តោះញ៉ាំបាយទាំងអស់គ្នា
ស្អែកនេះប្រហែលម៉ោង 5 ព្រឹកខ្ញុំនឹងក្រោកទៅមើលសន្ទូចនឹងមក ព្រឹកនេះមេឃស្រទុំរកកចង់ភ្លៀងឥឡូវទៅតែម៉ោង 5 កន្លះព្រឹកទេខ្ញុំហៅពួកម៉ាក់ឲ្យក្រោកពីព្រលឹមដើម្បីទៅមើលហ្មងកាលពីម្សិលមិញយើងដាក់សន្ទូចបាន100បង្គោលមិនដឹងថាព្រឹកនេះបានផលអីខ្លះទេអ្នកទាំងអស់គ្នាសំលេងសត្វបាក់សេយំគឺកេងកេទេបងប្អូនដែលដើរព្រៃនិយាយថាបើសត្វចំបែបហ្នឹងគឺច្បាស់ជាមានត្រីហើយដាំបាយទៅយីកយចេញដំណើរទៅមើលមុងមុំគេសិន ខ្ញុំទើបតែមើលមកមួយរួចរាល់ហើយស្ថានភាពគឺអត់មានត្រីទេបានតែត្រីចកែងមួយប៉ុណ្ណោះទៅមើលមកផ្សេងទៀតកាលពីម្សិលមិញយើងដាក់ម៉ោង 5 ម៉ោងនេះបានត្រីចកែងមួយទៀតហើយល្ងាចនេះប្រហែលជាធ្វើប្រហិតត្រីញ៉ាំហើយគឺត្រីចកែងនេះឯងត្រីចកែងនេះធំគ្រាន់បើដែលតើបានមួយទៀតហើយនេះណែត្រីចកែង មកជាប់ត្រីទីឡាបយ៉ាមួយហើយអ្នកទាំងអស់គ្នាអូធំណាស់ប៉ុនកាលពីម្សិលមិញដែរអូធំជាងកាលពីម្សិលមិញទៀតរបូតបាត់ឥឡូវហើយហូអែមណាស់ធំជាងកាលពីម្សិលមិញឆ្ងាយណាស់ក្បាលវាប្រហែល3គីឡូហើយមើលទៅអូស្មានតែវាដាច់ខ្យល់ស្លាប់បាត់ហើយតើជាប់មកចិត្តអស់ហើយគឺជាប់នៅក្បែរច្រាំងអញ្ចឹងមានន័យថាវាហែនៅក្បែរច្រាំងយើងដាក់មកទឹកជ្រៅអត់សូវជាប់ទេមកនេះចិត្តអស់ហើយទើបតែជាប់នៅចុងមកក្បែរច្រាំងនេះណែត្រីទីឡាបយ៉ាជាប់មងធ្ងន់ដៃណាស់ប្រហែល2គីឡូកន្លះអ្នកខ្លះមើលវីដេអូថាវាដឹងតែតូចទេតែជាក់ស្ដែងគឺធ្ងន់ណាស់បើធៀបនឹងផ្លូវរបស់ខ្ញុំដាក់វីចូលធុងទៅធុងនេះចំណុះ30លីត្រយកត្រីចកែងចេញឲ្យអស់ទៅចាំចាក់ទឹកចូលល្ងាចនេះយើងដាក់មកក្បែរច្រាំងវិញថៃខ្ញុំទើបតែមើលមកទាំង5និងសន្ទូចជាង100រួចរាល់ហើយសន្ទូចអត់ចប់អីសោះចំណែកមកព្រឹកនេះបានផលប្រហែល2គីឡូកន្លះបានត្រីទីឡាបយ៉ាមួយនេះធំជាងគេយប់នេះនឹងធ្វើម្ហូបឈុតធំគឺស៊ុបត្រីនិងប្រហិតត្រីកាលពីម្សិលមិញនៅសល់ត្រីកំភ្លៀងខ្លះចាំយកមកជាមួយត្រយូងចេកទៅថៃញ៉ាំបាយព្រឹកហើយខ្ញុំបបួលយ៉ាងឡើងព្រៃកាប់ផ្ដៅខ្លះដើម្បីយកមកធ្វើស៊ុបម៉ាំផ្ដៅញ៉ាំពេលល្ងាចដើរមកដល់ទីនេះឃើញស្មៅម្យ៉ាងឃើញក្នុង TikTok គេថាស្មៅនេះដុះនៅកន្លែងណាគឺកន្លែងនឹងមានមាសហើយមិនសូវច្បាស់ដែរតែមើលទៅដូចណាស់
អីគេមកជាប់ត្រីខ្លាំងធំមួយមែនទេណែណានៅមានត្រីទេធំអត់អូបបខ្ញុំហើយប្រហែល3គីឡូឯណោះណែណាទៅមើលទាំងអស់គ្នាថៃឲ្យជាប់ត្រីឆ្ពិនធំណាស់នេះឯណាជាប់ត្រីមែនទេនៅមានត្រីទៀតអត់ធំអត់ត្រីងាប់បាត់ហើយបងហាធំអត់ឯណាអ៊ំចូលមកនេះអ៊ំចូលមកនេះខ្ញុំអ៊ំចូលទៅហើយបងមិនបាច់ទេចាំបងចុះទឹកតែម្ដងហុចមកបងចាំបងចាប់ឡើងលើទូកទៅតែមិនបាច់ទេចាំបងចាប់តែម្ដងអំបាញ់មិញសាងគិតថាឡើងទៅកាប់ត្រពាំងផ្ដៅសាងប្រាប់ថៃឲ្យជួសជុលសន្ទូចឡើងវិញសន្ទូចនឹងណាអ្នកទាំងអស់គ្នាពេលព្រឹកទៅមើលសន្ទូចគឺអត់ជាប់ត្រីទេតែលើប្រាប់ថៃឲ្យទៅដាក់នុយឡើងវិញស្រាប់តែសន្ទូចនេះជាប់ត្រីតែម្ដងនេះមែនទេបាទធំណាស់បងកាន់ឲ្យបងមកចាំបងចាប់ឲ្យទូកចេញទៅក្រៅទៅឲ្យទូកចេញទៅក្រៅទៅអូជាប់ត្រីឆ្ពិនមែនកាលពីព្រឹកគឺអត់ជាប់ទេអ្នកទាំងអស់គ្នាឲ្យព្រឹកមិញសាំងទៅមើលសន្ទូចគឺវាអត់ជាប់ទេអីចឹងបានន័យថាវាស៊ីនុយពេលថ្ងៃដែលតើ2គីឡូអូអែមណាស់ស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាតោះថៃទៅជួសជុលដាក់នុយឡើងវិញទៅចំណែកបងនឹងវ៉ាន់ឡើងទៅកាប់ត្រពាំងផ្ដៅបើជាប់ត្រីចាំហៅបងណាបាទតាមពិតត្រីឆ្ពិននេះវាក៏ដើរស៊ីនុយពេលថ្ងៃដែរសាំងស្មានតែវាស៊ីតែពេលយប់តើសាំងនឹងវ៉ាន់ទៅមើលសន្ទូចឡើងវិញអ្នកទាំងអស់គ្នាគឺនេះគ្រាន់តែជាសំណាងទេជាប់បានត្រីឆ្ពិនតែមួយក្បាលនេះឯងហើយកាប់បានត្រពាំងផ្ដៅមួយបាច់នៅទីនេះសាំងគិតថាយកត្រពាំងផ្ដៅនេះល្ងាចនេះយើងច្របាច់សាច់ត្រីនឹងធ្វើជាប្រហិតត្រីសូជាមួយត្រពាំងផ្ដៅព្រៃណាចាំមើលរសជាតិយ៉ាងម៉េចដែរហើយមានត្រីកន្ធុកទៀតខិតធ្វើពីមុខអ្នកទាំងអស់គ្នាត្រីកន្ធុកនិងប្រហិតត្រីសូជាមួយត្រពាំងផ្ដៅតោះឡើងទៅថ្ងៃនេះក៏ដូចជាការពីម្សិលមិញដែរមេឃភ្លៀងជាប់រហូតឥឡូវទើបតែម៉ោង12ថ្ងៃត្រង់សោះមេឃភ្លៀងបាត់ទៅហើយភ្លៀងតាំងពីអំបញ្ញមិញមកម្លេះទឹកឡើងខ្ពស់ណាស់រាល់ពេលនៅក្នុងព្រៃនេះឲ្យតែមេឃភ្លៀងគឺទឹកវារីអគ្គិសនីវានឹងឡើងនេះគឺរងចាំឲ្យរាំងភ្លៀងសិនចាំទៅមើលម៉ោងតែមេឃភ្លៀងតាំងពីម៉ោង11 12ថ្ងៃត្រង់រហូតដល់ឥឡូវម៉ោង2រសៀលហើយមេឃនៅតែភ្លៀងខ្លាំងអីចឹងក៏ប្រាប់វ៉ាន់ឲ្យយកត្រីកន្ធរដែលកាលពីម្សិលមិញវាជាប់សន្ទូចជាប់នឹងសាងដាក់ក្នុងធុងទឹកក៏បានមួយសន្ទុះហើយឥឡូវច្របាច់យកសាច់ដើម្បីល្ងាចធ្វើប្រហិតត្រីណាបាទឥឡូវច្របាច់វាក៏ស្រួលដែរថៃកាន់ឲ្យបងមកអង្គុយទីនេះមកអង្គុយទីនេះច្របាច់ធ្វើប្រហិតត្រីនេះគឺវាងាយស្រួលទេអ្នកទាំងអស់គ្នាមិនពិបាកទេដោយសារត្រីនេះសាងដាក់ក្នុងធុងទឹកក៏បានមួយសន្ទុះហើយដូច្នេះសាច់វាក៏ទន់ដែរឥឡូវយើងគ្រាន់តែដាច់កន្ទុយវាបែបនេះថាបានទេហើយកន្ទុយបែបនេះហៅយើងទៅណានៅទីនេះមានឈើមួយអ្នកទាំងអស់គ្នាមើលសាច់វាចេញមកនេះនឹងហើយសាងនឹងកិនវាឃើញសាច់ចេញមកអត់សាច់វានឹងចេញមកហើយឆ្អឹងវានឹងនៅសនោះសាច់វានឹងចេញមកណាឆ្អឹងវានឹងនៅជាប់ក្នុងខ្លួនត្រីយើងយកតែផ្នែកសាច់វាគឺឆ្ងាញ់ហើយរួចហើយយើងយកទៅធ្វើប្រហិតគឺឆ្ងាញ់ណាស់នឹងហើយយើងគូវាបន្តិចទៅយើងច្របាច់វាចេញមកកាន់តែងាយស្រួលអ្នកទាំងអស់គ្នានេះយើងច្របាច់វាចេញមកឡើងខាប់តែម្ដងសាច់ច្រើនណាស់មែនទេនេះឆ្អឹងវានឹងរក្សាទុកនៅក្នុងខ្លួនត្រីតែម្ដងអ្នកទាំងអស់គ្នាវាចេញមកតែផ្នែកសាច់ទេនោះសាច់សុទ្ធតែម្ដងយើងកោសយកសាច់តែម្ដងនេះនេះសាំងច្របាច់ទើបតែបានបន្តិចទេមិនទាន់អស់មួយក្បាលផងបានសាច់មួយគំនរនៅទីនេះបាត់ហើយ
ឥឡូវសាំងនឹងវ៉ាន់នឹងច្របាច់វាណាក្រៅកម្រាលបែបនេះទៅឲ្យវាស្អាតបាតនាគចេញមកឃើញអត់នៅខាងក្រៅមេឃភ្លៀងខ្លាំងណាស់នេះសេងទើបតែច្របាច់បានបន្តិចបន្តួចប៉ុណ្ណោះមិនទាន់អស់មួយក្បាលផងប៉ុន្តែបានសាច់មួយគំនរនៅទីនេះហើយសាច់ឥឡូវនេះសេងនឹងវ៉ែននឹងច្របាច់វាក្រៅតង់មួយផ្ទាំងបែបនេះដើម្បីឲ្យវាស្អាតនេះចេញមកហើយឃើញទេអូនៅខាងក្រៅភ្លៀងខ្លាំងណាស់អូអោរបស់បងទៀតហើយអំបញ្ញមិញសេងនឹងក្មេងបានប្រើដាំឫស្សីនេះដើម្បីកិនត្រីប៉ុន្តែវាមិនចេញសាច់អស់ទេអ្នកទាំងអស់គ្នាសាច់វានៅតែចេញប៉ុន្តែចេញបានតែបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែវ៉ែនបានរកឃើញវិធីថ្មីមួយគឺប្រើស្លាបព្រានឹងហើយប្រើស្លាបព្រាកោសគឺត្រីចេញសាច់អស់រលីងតែម្ដងនឹងហើយនៅសល់តែឆ្អឹងទេប្រើស្លាបព្រាកោសគឺបានសាច់ច្រើនណាស់ប៉ុន្តែធ្វើបែបនេះគឺខាត់ណាស់ត្រីកាហាយនិងត្រីចរកែង5គីឡូក្រាមប៉ុន្តែច្របាច់ចេញមកបានមិនដល់មួយចានសាច់ផងអ្នកទាំងអស់គ្នា5គីឡូក្រាមណាលើសពី5គីឡូក្រាមទៀតនឹងរៀបចំអាហារមួយពេលយ៉ាងធំសម្រាប់ក្មេងឥឡូវនេះមានត្រពាំងផ្ដៅដែរអ្នកទាំងអស់គ្នាមានប្រហិតត្រីច្របាច់និងបានត្រីកាពីមួយក្បាលទៀតអូនៅមានត្រីខ្លាំងនៅខាងក្រោមនោះទៀតប៉ុន្តែទុកវានៅទីនោះចុះត្រីកាពីនេះឥឡូវវ៉ែននឹងធ្វើវាវាទៅគិតថាចង់រកត្រីខ្លាំងធំយកមកស្លឹមជូរគ្រឿងប៉ុន្តែគ្មានទេអីចឹងមិនបាច់សូទេឥឡូវត្រីកាពីនេះវ៉ែននឹងធ្វើវាដើម្បីចំណែកសេងនឹងធ្វើប្រហិតត្រីសូជាមួយត្រពាំងផ្ដៅនេះគឺជាប្រហិតត្រីដែលក្មេងកោសរួចរាល់ហើយដាក់ចូលក្នុងខ្ទះធនដេញរុយទៅអំបញ្ញមិញរុយច្រើនណាស់អ្នកទាំងអស់គ្នាដូច្នេះឥឡូវនេះត្រូវការឈូនជួយដេញរុយគ្រឿងទេសម្ទេសអាចសាត់យកតែពាក់កណ្ដាលបានហើយកាន់អានេះឲ្យបងផងខ្ទឹមក្រហមស្លឹកខ្ទឹមដាក់ស្លឹកខ្ទឹមឲ្យច្រើនបន្តិចទើបឆ្ងាញ់បើមានស៊ុតមួយគ្រាប់ទៀតគឺពិតជាអស្ចារ្យណាស់អ្នកទាំងអស់គ្នាម្រេចម៉ត់អុយស្លាប់ហើយប៊ីចេងបន្តិចបានហើយបិទគម្របវិញរួចថែមអំបិលបន្តិចទៀតរួចរាល់ហើយឥឡូវចាប់ផ្ដើមច្របល់ឲ្យសព្វយកទឹកត្រីឲ្យបងបន្តិចទៀតឈូនច្របល់ឲ្យសព្វរួចឥឡូវទើបតែប្រឡាក់គ្រឿងរួចរាល់ដាក់ចូលក្នុងថង់ប្លាស្ទិកបែបនេះអ្នកទាំងអស់គ្នាដើម្បីឲ្យវាស្អាតដោយសារនៅខ្ទមរបស់ពួកយើងរុយច្រើនពេកឥឡូវទុកឲ្យវាចូលជាប្រហែល30នាទីបន្តិចទៀតដាំទឹកឲ្យពុះរួចចាប់ផ្ដើមមូលជាដុំដាក់ចូលវានឹងកក្លាយជាប្រហិតលើកមុនសេងធ្លាប់ធ្វើម្ដងហើយខាងនេះក្មេងកំពុងបកត្រពាំងផ្ដៅអានេះបន្តិចទៀតពុះជា4ជា5ទៅកាត់ស្ដើងដើម្បីកុំឲ្យវាល្វីងរួចយកទៅស្រុះអានេះគឺស្រុះទឹកមួយសិនរួចចាក់ទឹកនោះចោលដើម្បីឲ្យវាថយជាតិល្វីងយកទៅសូជាមួយប្រហិតត្រីទើបឆ្ងាញ់ឲ្យបងខ្ចីសាច់ត្រីកាពីបន្តិចមើលនេះសាច់ត្រីកាពីអ្នកទាំងអស់គ្នាគេថាត្រីកាពីនេះបើធ្វើញ៉ាំគឺឆ្ងាញ់ណាស់ប៉ុន្តែសេងមិនដែលញ៉ាំត្រីកាពីទេសេងក៏មិនដឹងថាឆ្ងាញ់ឬអត់ដែរប៉ុន្តែសាច់វាគឺបែបនេះវ៉ែនកាក់ឈប់សិនគេចេញទៅមកគូទៅឲ្យវាហុយចេញវ៉ែនរំងាស់ទឹកពណ៌បន្តិចនៅទីនេះរួចឈូនដាក់អានឹងចូលទៅកូនស្រុះមួយផ្លែតសិនទើបអាចយកទៅស្របានបើមិនអីចឹងទេត្រពាំងផ្ដៅនេះវានឹងល្វីងខ្លាំងណាស់អ្នកទាំងអស់គ្នាតោះឲ្យវាលីអស់ទៅព្រះឲ្យអ្នកទាំងអស់គ្នាមើលរុយនៅក្នុងព្រៃនេះចុះរុយនេះគឺមានតែនៅក្នុងព្រៃទេអ្នកទាំងអស់គ្នាចាស់និយាយថាអ្វីនៅក្នុងព្រៃគឺសុទ្ធតែស្អាតទាំងអស់ដូច្នេះរុយនៅក្នុងព្រៃបែបនេះវាក៏ស្អាតដែរអ្នកទាំងអស់គ្នាវានៅតែក្នុងព្រៃវាក៏ស្អាតបាត់ដែរវាមិនមានសម្រាមអីនោះទេដូច្នេះរុយនៅក្នុងព្រៃអ្នកទាំងអស់គ្នាកុំនិយាយថាវាស្អុយរលួយអីវាមិនខ្វក់ទេរបស់របរនៅក្នុងព្រៃគឺស្អាតណាស់អ្នកទាំងអស់គ្នាមើលចុះរុយច្រើនណាស់នឹងហើយវារោមលើចំណីអាហារតោះវ៉ែនដាក់អានឹងចូលទីនេះមក
ដាក់ត្រីនេះចូលទៅប្រើខ្ទះណាប្រែវាទៅឆ្ងាញ់ណាស់មែនទេត្រីកាពីមួយក្បាលធ្វើចេញមកបានសាច់ច្រើនណាស់នៅមានមុខម្ហូបល្ងាចនេះពិតជាហេងនឹងមានសំណាងណាស់ដែលបានជួបបងថាមនេះអ្នកទាំងអស់គ្នាគ្រាន់តែឃើញគឺដឹងហើយនៅលើដងណៃ5គឺត្រូវតែស្គាល់បងថាមសូមជម្រាបសួរអ្នកទាំងអស់គ្នាដែលកំពុងទស្សនាព្រមទាំងបងអូនហាងផងដែរជម្រាបសួរអ្នកទាំងអស់គ្នាហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺថ្ងៃនេះបានជួបបងជួនៅទីនេះទៀតអ្នកទាំងអស់គ្នាចំពោះបងជួអ្នកទាំងអស់គ្នាដឹងហើយថាកន្លែងណាមានត្រីទឹកថ្លាគឺមានបងជួហើយដូច្នេះមកញ៉ាំបាយជាមួយគ្នារកបានកន្លែងស្ងួតដើម្បីអង្គុយញ៉ាំបាយហើយដោយសារពីម្សិលមិញនឹងថ្ងៃនេះពួកយើងរវល់តែដាក់សន្ទូចនិងសំណាញ់មិនទាន់មានពេលរៀបចំកន្លែងញ៉ាំបាយឲ្យបានត្រឹមត្រូវទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយកយល់អញ្ជើញញ៉ាំបាយពូជូសាកភ្លក់មុខម្ហូបដែលក្មេងធ្វើមើលតើឆ្ងាញ់ឬអត់នៅខាងក្រៅភ្លៀងខ្លាំងណាស់ប្រហែលជាស្ដាប់មិនសូវទេសូមអធ្យាស្រ័យផងភ្លៀងខ្លាំងមើលអ្វីមិនឃើញទេពូជូសាកមុខម្ហូបនេះមើលវ៉ាន់បានដាក់គ្រឿងហើយឬនៅចាំមើលថាវាមានរសជាតិយ៉ាងណាឆ្ងាញ់ទេបាទឆ្ងាញ់ណាស់មុខម្ហូបនេះពិតជាឆ្ងាញ់មែនប្រយ័ត្នឆ្អឹងផងណាមិញវ៉ាន់បានកោសវាហើយតែនៅមានឆ្អឹងខ្លះត្រីប្រភេទនេះត្រីម៉ាយ៉ាញ់សម្បូរឆ្អឹងណាស់ទោះធ្វើបែបនេះក៏ដោយក៏នៅតែមានឆ្អឹងខ្លះដែរតែមិនច្រើនទេរសជាតិឆ្ងាញ់ហើយសាច់ស្វិតល្អនេះនៃឆ្អឹងរបស់វាពិតជាឆ្ងាញ់ណាស់មុខម្ហូបនេះត្រូវមាត់តែម្ដងត្រីកាភីនេះជាប់សំណាញ់តាំងពីព្រឹកមិញសាច់វាស្វិតល្អណាស់យប់នេះកន្លែងញ៉ាំអីមិនសូវស្អាតទេប៉ុន្តែម្ហូបឆ្ងាញ់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយកយល់ដល់ពួកយើងបន្ទាប់ពីញ៉ាំបាយល្ងាចរួចភ្លៀងក៏ធ្លាក់ពេញមួយយប់តែម្ដងភ្លៀងខ្លាំងណាស់សាំងនិងក្មេងមិនបានចេញទៅមើលសន្ទូចទេពួកយើងសម្រាកក្នុងខ្ទមចំណែកពូជូវិញចេញទៅរកត្រីបាត់ព្រឹកនេះសាំងបានដាស់ក្មេងឲ្យក្រោកពីព្រលឹមដើម្បីទៅមើលសន្ទូចដែលបានដាក់ទុកកាលពីល្ងាចមិញបានដាក់នុយនិងរៀបចំសំណាញ់ឡើងវិញថ្ងៃនេះជាថ្ងៃទី3ឬទី4ហើយសាំងនៅទីនេះបាន4ថ្ងៃ3យប់ហើយអូខេទាញវាឡើងមកបានទាញវាចេញមកកាលពីម្សិលមិញសាំងនិងក្មេងបានដាក់សន្ទូចនៅទីនេះព្រឹកនេះស្ងាត់ជ្រងំមិនឃើញមានត្រីស៊ីសោះអស់នុយនៅលើកវាឡើងមើលវ៉ាន់សន្ទូចខ្សែនេះស្រួលមើលណាស់អត់មាន